for Norway today and ប្រទេស Norway វាមានចំណុចសំខាន់ដូចជាមុននឹងគេនិយាយទៅដល់ប្រទេស Norway ដែលគេចាំបានដូចជា Cambodia យើងមានអង្គរវត្តណាតែពេល Norway អ្វីដែលខ្ញុំរើសមកចំណុចមកនិយាយនោះគឺពន្លឺ Aurora គឺជាពន្លឺដែល most of the foreigner ដែលគាត់ចូលចិត្តទៅមើល Norway 6 ខែវាត្រជាក់ឯងមួយទៀតដូចជាអាហាររបស់ Norway ជាអាហារសម្រន់របស់គេដូចវាអាចស្តៀងរបស់យើងដែរយើងអាចមើលឃើញថាអាហ្នឹងបើខ្មែរយើងហៅថានំពុម្ពអូខេជានំពុម្ពហើយតែស្មានតែបងអាចរកបានដែលយកមក display នៅ booth របស់យើងគឺនំពុម្ពរបស់យើងនឹងឯងហើយវាស្តៀងគ្នាទៅនឹងអាហាររបស់ពួកគេដែរ LSI Business School ជាគ្រឹះស្ថានឧត្តមសិក្សាដំបូងគេក្នុងប្រទេសកម្ពុជាដែលបង្រៀននិស្សិតថ្នាក់បរិញ្ញាបត្រផ្ដោតលើជំនាញគ្រប់គ្រងសហគ្រាសខ្នាតតូចនិងមធ្យម SME Management យើងផ្ដល់ជូននិស្សិតនូវសមត្ថភាពភាសាអង់គ្លេសជំនាញធ្វើអាជីវកម្មស្តង់ដារនិងបណ្ដុះចរិតលក្ខណៈល្អដល់និស្សិតគ្រប់រូបសូមអញ្ជើញអាណាព្យាបាលនិងសិស្សានុសិស្សស្វែងយល់បន្ថែមអំពីថ្នាក់បរិញ្ញាបត្រនៅ LSI Business School តាមរយៈ link Telegram ឬ scan QR code LSI Business School, where leaders learn.